ខណៈគ្រប់គ្នាកំពុងតាមដានយ៉ាងសកម្មអំពីចំនួនដែនគោករវាងកម្ពុជាថៃខ្ញុំសូមបង្វែរគ្រប់គ្នាមកដឹងអំពីបញ្ហាដែនទឹកវិញម្ដងស្រាប់ពេលមានបញ្ហាដែនគោកជាមួយប្រទេសថៃយើងក្រឡេកមកមើលដែនទឹកវិញម្ដងទូកនេសាទថៃជាច្រើនកំពុងធ្វើសកម្មភាពក្នុងដែនសមុទ្រកម្ពុជាកាលពីថ្ងៃទី9 ខែមិថុនាឆ្នាំ2025លោកហ៊ុនម៉ាណែតបាននិយាយយ៉ាងជឿជាក់ថាលោកបដិញ្ញាការពារដែនសមុទ្ររបស់កម្ពុជានៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី3នៅប្រទេសបារាំងតើនេះជាការពិតដែរឬទេតាមទិន្នន័យដែលចលនាមេដាធម្មជាតិទើបតែទទួលបានពីអង្គការ EGF ដែលជាដៃគូរបស់យើងបានបង្ហាញថាទូកនេសាទថៃយ៉ាងតិច346គ្រឿងបាននឹងកំពុងធ្វើសកម្មភាពក្នុងដែនសមុទ្រកម្ពុជាគិតចាប់ពីថ្ងៃទី14 ខែសីហាឆ្នាំ2021ដល់ថ្ងៃទី14 ខែសីហាឆ្នាំ2025សូមបញ្ជាក់ផងដែរថាចំនួននៃទូកទាំងនេះនៅមិនទាន់រាប់បញ្ចូលទូកដែលបានបិទឬមិនមានប្រព័ន្ធ AIS ដែលជាប្រព័ន្ធចាប់សញ្ញាទីតាំងទូកសម្រាប់ប្រើជាសកលនៅឡើយទេកាលពីប្រមាណសប្តាហ៍មុនចលនាមេដាធម្មជាតិបានលាតត្រដាងពីបញ្ហាទូកនេសាទវៀតណាមជាង 1000 គ្រឿងដែលបាននឹងកំពុងធ្វើសកម្មភាពក្នុងដែនសមុទ្រកម្ពុជាប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរនៅតែធ្វើមិនដឹងមិនឮយើងមិនដឹងទេថាតើមានរឿងអ្វីនៅពីក្រោយបញ្ហានេះបានជារដ្ឋាភិបាលមិនអើពើឬមួយរដ្ឋាភិបាលមិនបានរកឃើញពីទូកទាំងនេះខណៈពេលដែលបរទេសកំពុងឈ្លានពាននិងជញ្ជក់ធនធានសមុទ្ររបស់យើងជារៀងរាល់ថ្ងៃប្រសិនបើមិនដឹងវិធីសាស្ត្ររកយើងសូមណែនាំគេហទំព័រមួយចំនួនដូចជា Starboard Vessel Finder Global Fishing Watch ដែលអ្នកណាក៏អាចចូលមើលបានសូមបងប្អូនចូលរួមចែករំលែកនៅវីដេអូនេះដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះជាបន្ទាន់យើងរួមគ្នាការពារដែនសមុទ្រកម្ពុជាសូមអរគុណទុំខ្ញុំទុំធំជាងសមុទ្ររៀមចាំបានស្ងាត់ស្ងៀមនាមឈាមរងចាំរះស្នៃពព្រឹមតាផុនសងខឹមឬមានសងខឹមចិនយំទាំងទ្រាំញ